Ơiសួស្តីអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាឃើញនៅក្បាលវីដេអូអញ្ចឹងនេះយើងទៅលេងនៅខាងសំឡូតចាស់នេះដំណើរចេញទៅយើងនេះដល់ភ្នំសពៅហើយយើងចេញដល់ភ្នំសពៅយើងទៅរកអីញ៉ាំនៅស្នឹងឥឡូវនេះយើងមកដល់កន្លែងញ៉ាំអីហើយយើងអង្គុយភាសាគ្នារួចក៏នឹកឃើញទៅលេងនៅសឡូតឥឡូវយើងមកដល់ផ្លូវចូលទៅសឡូតហើយគេហៅសេកសកឥឡូវនេះយើងជិះហួសពីសេកសកនឹងទៅមកដល់សឡូតហើយនេះយើងចូលមកដល់សឡូតហើយយើងជិះទៅមុខតិចទៀតនេះដល់ផ្លូវច្រកចូលហើយតិចទៀតយើងឃើញមានមនុស្សច្រើនមែនទែនដែលគេទៅលេងថ្ងៃសារ៉ានេះយើងមើលទៅម៉ូតូទៅដឹងហើយកន្លែងផ្ញើម៉ូតូគឺមានមនុស្សច្រើនមែនទែនហើយអាណិតអ្នកដើរកាន់ធុងទឹកកកមែនទែនហើយនេះយើងដើរចុះទៅហើយមេឃរៀងចង់ភ្លៀងដែរហើយនេះស្មានតែអត់មានមនុស្សទេនេះនៅរៀងថ្ងៃយើងទៅដល់ចាំមើលពេលល្ងាចបានមនុស្សរៀងច្រើនជាងនឹងទៀតហើយនេះកាន់ខ្ជុំកាន់អីទៅម្នាក់បន្ទាន់ហើយដើររួចកន្លែងអង្គុយអត់ឃើញហើយយើងចង់បកាត់ភ្លើងបកាត់អីចឹងឥឡូវនេះយើងបកាត់ភ្លើងបកាត់អីបានហើយយើងប្រឡាក់សាច់នេះដាក់រ៉ូឌីដាក់អីហើយច្បល់នឹងដៃយកបដ និយាយពីថាអ្នកញ៉ាំថាឲ្យមេដៃជាតិនោះជាតិនេះយើងដាក់អាំងសាច់គោយើងដាក់អាំងយើងប្រឡាក់រួចហើយយើងដាក់អាំងតិចទៀតមានម្ហូបមួយមុខទៀតគេហៅគោស្វឹងអានេះយើងកាត់កំប៉ុងស្រាបានដាក់ហើយដាក់ជាមួយស្រានេះដាក់សាច់គោឲ្យវាពុះចាំមើលតិចទៀតណានេះសាច់គោយើងអាំងមកឡើងទនួង100ហើយជាតិសាហាវដឹងប្រាប់ថាម៉េចទេហើយនេះយើងចាប់ផ្ដើមលីគ្រឿងទឹកជ្រលក់ម្រេចយើងហើយនេះឆ្អិនយើងចាប់ផ្ដើមហាន់ហើយនេះអ្នកហាន់យើងហើយនេះអ្នកអង្គុយចាំនេះសាច់គោយើងនៅសល់នេះគោស្វឹងយើងក្នុងកំប៉ុងស្រាបៀរហ្នឹងឯងនេះតិចទៀតបានចាក់នេះចាប់ផ្ដើមចាក់នេះអាកំប៉ុងនឹងវាក្តៅពេលយើងចាក់នឹងដៃអត់កើតអញ្ចឹងទៅយកចង្កឹះចាំមើលធ្លាក់នេះធ្លាក់ចូលអញ្ចឹងហើយក៏ចាប់នឹងដៃប្រយទៅវានៅក្តៅតិចតិចដែរតែនឹងឆ្ងាញ់ដាក់មកផុយប្រយជាតិស្អាវអានេះពេលល្ងាចនេះពេលល្ងាចមនុស្សមកកាន់តែច្រើនអ្នកមួយទឹកក៏ច្រើនពេលល្ងាចមនុស្សច្រើនជាងពីថ្ងៃតែនៅនឹងមេឃអត់ភ្លៀងទេគាត់នៅគេមកលឹមតិចតិចទេមានអ្នកជួយថតជួយអីចឹងច្រើនទៅលេងនឹងសប្បាយម្យ៉ាងដែរមានទឹកហូរទឹកអីសលេងសัตว์យំអីចឹងនៅខាងហ្នឹងមានទឹកហូររែងខាងក្រោមទឹកហូរពីលើទៅអានេះកន្លែងខ្ញុំអង្គុយចាំគ្នាខ្ញុំគាត់ចុះមួយទឹកអញ្ចឹងទៅខ្ញុំនៅលើហើយឥឡូវយើងបានត្រឡប់មកវិញដល់សេកសកវិរិយអគ្គិសនីសេកសកហៅទំនប់ចិនយើងពេលល្ងាចមកវិញក៏ចូលលេងកន្លែងខ្ញុំផ្លេតទៅឃើញថាមានមនុស្សមកលេងច្រើនដែរកន្លែងហ្នឹង